សូមជម្រាបសួរនិងសួស្តីទៅដល់បងប្អូនជាទីរាប់អានសូមស្វាគមន៍មកកាន់ Channel នីតិរឿងខ្មោចយើងវិលជួបគ្នាម្ដងទៀតហើយជាមួយនឹងវីដេអូសាច់រឿងថ្មីថ្ងៃនេះខ្ញុំបាទមានរឿងរ៉ាវមួយលើកមកចែកជូនពុកម៉ែបងប្អូនស្ដាប់កំសាន្តទៀតហើយដែលរឿងរ៉ាវរបស់យើងថ្ងៃនេះនិយាយតាក់ទងទៅនឹងយុវជន4នាក់ដែលជួបហេតុការណ៍ដ៏គួរឲ្យខ្លាចមួយនៅតាមផ្លូវថាតើយុវជនទាំង4នាក់នោះបានជួបហេតុការណ៍ដ៏គួរឲ្យខ្លាចយ៉ាងណានោះតោះកុំឲ្យខាតពេលវេលាយូរយើងចូលមកកាន់សាច់រឿងយើងដូចតទៅមុនចូលដល់សាច់រឿងរបស់យើងសូមបងប្អូនកុំភ្លេចជួយ Like និង Subscribe Channel របស់ខ្ញុំម្នាក់មួយផងដើម្បីជាកម្លាំងចិត្តនិងទទួលបានវីដេអូសាច់រឿងខ្មោចរន្ធត់នៅពេលក្រោយជាបន្តទៀតតោះយើងជប់ទៅសាច់រឿងតែម្ដងមានរាត្រីដ៏ស្ងាត់ជ្រងំមួយខ្យល់រដូវវស្សាបក់មករហៀករហៀកនាំទាំងក្លិនដីសើមនិងក្លិនផ្កាក្រអូបឈ្ងុយឈ្ងប់ដំណើររឿងមានក្រុមយុវជន4នាក់មានសុខាបូរ៉ាពិសិដ្ឋនិងសេរីនិតកំពុងជិះម៉ូតូត្រឡប់មកពីចូលរួមពិធីបុណ្យនៅក្នុងភូមិឆ្ងាយមួយផ្លូវដែលពួកគេត្រូវឆ្លងកាត់តាមវាលស្រែដ៏ធំល្វឹងល្វើយនិងមានដើមឈើធំដុះអមសងខាងផ្លូវជាពិសេសគឺដើមជ្រៃចំណាក់មួយដើមដែលអ្នកភូមិតែងតែនិយាយតគ្នាថាមានខ្មោចកំពុតក្បាលឡុងសាហាវណាស់នៅទីនោះថ្លែងអំពីយុវជន4នាក់នោះណែយប់កាន់តែជ្រៅហើយបើកឲ្យលឿងតិចទៅបូរ៉ាសុខាដែលអង្គុយខាងក្រោមបង្អស់និយាយទាំងញ័រមាត់បូរ៉ាដែលជាអ្នកឌុបម៉ូតូបានសើចហើយឆ្លើយថាខ្លាចអីម្លេះហាខ្មោចកំពុតក្បាលអីហ្នឹងមានតែក្នុងរឿងនិទានទេហាពិសិដ្ឋដែលអង្គុយកណ្ដាលបានបន្ថែមថាមែនហើយសម័យនេះហើយនៅជឿរឿងខ្មោចឡងទៀតបើមានមែនចង់ឃើញទីទាត់ភ្នែកម្ដងដែរមានតែស្រីនិចទេដែលអង្គុយស្ងៀមតែក្នុងចិត្តនាងពោពេញដោយភាពភ័យខ្លាចនាងធ្លាប់ឮចាននិយាយថាខ្មោចកំពុតក្បាលនោះគឺជាវិញ្ញាណរបស់មេទ័ម្នាក់ដែលត្រូវគេកាត់ក្បាលហើយវិញ្ញាណនោះតែងតែដើររកក្បាលរបស់ខ្លួនរៀងរាល់យប់ពេញបោឬយប់ងងឹតខែដាច់នៅពេលម៉ូតូជិះមកដល់ជិតដើមជ្រៃចំណាស់នោះខ្យល់ក៏ចាប់ផ្ដើមបក់ខ្លាំងខុសពីធម្មតាសំឡេងស្លឹកឈើរសាត់ឮសូរដូចមនុស្សកំពុងខ្សឹបខ្សៀវគ្នាភ្លាមនោះម៉ូតូរបស់ពួកគេក៏រលឹកភឹបកើតអីនឹងបូរ៉ាពិសិដ្ឋសួរទាំងឆ្ងល់បូរ៉ាសាកបញ្ឆេម៉ូតូជាច្រើនដងនៅតែមិនឆេះយីហាអញមិនដឹងមិនអញបើកបានធម្មតាទៅសង្ស័យអស់សាំងទេដឹងរំពេចនោះសុខាស្រែកឡើងទាំងស្លិនស្លោមើលនោះអានឹងអីគេនឹងគេចង់អុលទៅកាន់ស្រមោលខ្មែរមួយដែលឈរនៅក្រោមដើមជ្រៃគ្រប់គ្នាភ្ញាក់ព្រឺតស្រមោលនោះមានរាងដូចមនុស្សប្រុសមៀកធំស្លៀកសម្លៀកបំពាក់បុរាណរខេករខាតែអ្វីដែលគួរឲ្យរន្ធត់បំផុតនោះគឺវាមិនមានក្បាលទេនៅត្រង់កន្លែងដែលគួរតែជាក្បាលបែរជាមានតែឈាមស្រក់តក់ទៅវិញខ្មោចកំបិតក្បាលវើយស្រីនិចស្រែកយំទាំងញ័រខ្លួនខ្មោចនោះចាប់ផ្ដើមធ្វើចលនាវាដើរយឺតបំរុងមករកពួកគេដៃម្ខាងរបស់វាហាក់ដូចជាកំពុងកាន់ដាវដ៏មុតស្រួចមួយដើមសំឡេងធ្ងោគ្រោះរោចេញពីត្រង់ករបស់វាធ្វើឲ្យអ្នកទាំង4ព្រឺសម្បូរខ្ញាស់រត់ឲ្យលឿនវើយសុខាសួរបូរ៉ាថាហាញងាកមើលក្រោយមើលវាឈប់មកតាមនៅអានេះបូរ៉ាឆ្លើយអញមិនហ៊ានមើលទេពិសិដ្ឋស្រែកឡើងជិតដល់ផ្ទះហើយវើយស្រីនិតថាមែនតារត់ឲ្យលឿនទៅពួកគេទាំង4នាក់រត់បាត់ជើងសាព្រាតមិនហ៊ានតែងាកក្រោយមើល
សំឡេងដង្ហក់ដង្ហើយលីលឹមជាមួយសំឡេងយំរបស់ស្រីនិចពួកគេមានអារម្មណ៍ថាខ្មោចកំពុតក្បាលនោះកំពុងតែដេញតាមពីក្រោយពួកគេជាប់មិនឈប់រត់អស់មួយសន្ទុះធំពេលពួកគេទៅដល់ភូមិរបស់ខ្លួនអ្នកទាំង4ប្រញាប់ប្រញាល់ចូលផ្ទះរៀងខ្លួនមុខស្លេស្លាំងញ័រទៅត្រឹកព្រឹកឡើងពួកគេបាននិទានរឿងនេះប្រាប់អ្នកភូមិអ្នកខ្លះជឿអ្នកខ្លះមិនជឿតែសម្រាប់សុខាបូរាពិសិដ្ឋនិងស្រីនិចព្រឹត្តិការណ៍យប់មិញបានដកជាប់ក្នុងចិត្តពួកគេមិនអាចបំភ្លេចបានឡើយពួកគេក៏លែងហ៊ានចេញក្រៅនៅពេលយប់ទៀតហើយក៏លែងហ៊ានឆ្លងកាត់ផ្លូវក្បែរដើមជ្រៃចំណាក់នោះទៀតដែរមានអ្នកភូមិខ្លះនិយាយថាខ្មោចកំពុតក្បាលនោះមិនធ្វើបាបនរណាទេប្រសិនបើគេមិនទៅរំខានវាតែងតែដើររកក្បាលរបស់វាហើយរងចាំនរណាម្នាក់ដែលអាចជួយឲ្យវិញ្ញាណរបស់វារំដោះបានប៉ុន្តែគ្មាននរណាម្នាក់ហ៊ានសាកល្បងឡើយរហូតមកដល់សព្វថ្ងៃដើមជ្រៃចំណាស់នោះនៅតែឈរយ៉ាងស្ងៀមស្ងាត់នៅទីនោះហើយរឿងរ៉ាវខ្មោចកំពុតក្បាលនៅតែជាប្រធានបទដ៏គួរឲ្យខ្លាចសម្រាប់អ្នកភូមិជារឿងព្រមានទៅដល់ក្មេងៗកុំឲ្យដើរលេងយប់ជ្រៅជាពិសេសនៅជិតកន្លែងដែលគេថាមានវិញ្ញាណសន្ធិដ្ឋនៅហើយរាល់ពេលយប់ងងឹតខែដាច់ម្ដងអ្នកដែលធ្វើដំណើរឆ្លងកាត់ទីនោះតែងតែមានអារម្មណ៍ថាដូចជាមានភ្នែកមើលមិនឃើញកំពុងសម្លឹងមកពួកគេពីក្នុងភាពងងឹតភ្នែកដែលគ្មានក្បាលបាទសាច់រឿងយើងបានមកដល់ទីបញ្ចប់តែត្រឹមនឹងសូមអរគុណទៅដល់ប្រិយមិត្តអ្នកស្ដាប់ទាំងអស់ដែលបានស្ដាប់សាច់រឿងនិទានមួយនេះពីដើមរហូតដល់ចប់រងចាំជួបគ្នានៅវីដេអូក្រោយថ្មីជាបន្តទៀតសូមអរគុណសូមជម្រាបលា